ដើម្បីអបអរសាទរខួបទី45នៃការបើកចរាចរណ៍ប្រាក់រៀលឡើងវិញក្រោមប្រធានបទតើលុយ10000រៀលទិញអ្វីបានខ្លះនៅខេត្តក្រចេះជំរាបសួរបងប្អូនអង្គមីនទាំងអស់គ្នានេះខ្ញុំឈ្មោះពងវីរ៉ានជូលីខេត្តក្រចេះគឺជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍និងមានរបស់ញ៉ាំច្រើនណាស់ថ្ងៃនេះខ្ញុំនឹងប្រើប្រាស់លុយ10000រៀលដើម្បីទិញរបស់ទាំងនោះចង់ដឹងថាលុយ10000រៀលទិញអ្វីបានខ្លះសូមចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នាខេត្តក្រចេះគឺជាខេត្តដែលល្បីក្រឡានអញ្ចឹងក្រឡានគឺជាជម្រើសទី1ដែលខ្ញុំចង់ទិញអ៊ំទិញក្រឡានមួយម៉ានអ៊ំដាំទៅប៉ុណ្ណេះ1000កន្លងទី9000អញ្ចឹងយើងចំណាយលើអស់1000រៀលហើយពូថ្នាក់លក់មិនផង5000ខ្ញុំទិញ2000បានអត់បានទៅចាំទៅថ្នោតគឺជាអត្តសញ្ញាណមួយនៃប្រទេសកម្ពុជាយើងហើយខ្ញុំចូលចិត្តផ្លែត្នោតអ្នកទាំងអស់គ្នាថ្នោត2000បានច្រើនគួរសមតោះយើងទៅទិញអ្វីផ្សេងទៀតខ្ញុំចង់ទិញទឹកអំពៅមួយកែវទឹកអំពៅមួយកែវនេះគឺជាទឹកអំពៅមួយកែវ2000រៀលអញ្ចឹងយើងនៅសល់លុយ5000ទៀតតោះបន្តមកទៀតខ្ញុំទិញលីហាយកលីហា2000យកហើយណាយកអត់ហឺចំណែកនេះគឺជាលីហា2000រៀលចឹងយើងនៅសល់លុយ3000រៀលទៀតហើយនេះគឺជាការប្រេងអញ្ចឹងខ្ញុំទិញប្រេងអ៊ំទិញប្រេងកន្លះកំប៉ុងតម្លៃ1500នេះគឺជាប្រេងនៅខេត្តកញ្ចេះអញ្ចឹងនៅសល់លុយ1500ទៀតតើយើងគួរទិញអីណោះនៅសល់លុយ1500នេះខ្ញុំនឹងទិញទឹកម្ដបដោយសារខ្ញុំដើរមួយថ្ងៃនេះហត់ខ្លាំងណាស់ទិញទឹកអាម្ដប1001ហើយនៅសល់លុយ500ទៀតតើគួរធ្វើអ្វីខ្ញុំនឹកឃើញខេត្តក្រចេះមានបារមីព្រះនាងក្រពុំឈូកដែលជាកន្លែងសក្ការៈបូជានិងសុំសេចក្តីសុខដូច្នេះប្រាក់10000រៀលពិតជាមានតម្លៃណាស់សូមអ្នកទាំងអស់គ្នាចូលរួមគាំទ្រប្រាក់រៀលខ្មែរផងប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិពង្រឹងសេដ្ឋកិច្ចជាតិប្រាក់រៀលកសាងទំនុកចិត្តជំរុញសាមគ្គីភាពនិងស្មារតីជាតិនិយមក្នុងប្រទេសយើងផងដែរសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងកុំភ្លេចជួយចុច like និង share ម្នាក់មួយផងអរគុណ